សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់តាមរយៈសំណេរនៅលើទំព័រ Facebook របស់សម្ដេចនាព្រឹកថ្ងៃទី19 ខែតុលា ឆ្នាំ2025នេះថាខ្ញុំបានឃើញនៅការអត្ថាធិប្បាយមួយចំនួនតាមបណ្ដាញសង្គមដែលបានលើកឡើងថាកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃ28 កក្កដា 2025 កន្លងទៅនិងកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខគឺជាថ្នូរនឹងការធ្វើឲ្យកម្ពុជាបាត់ដីខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិដោយសង្ខេបថាកិច្ចព្រមព្រៀងបទឈប់បាញ់28 កក្កដា 2025 គឺនិយាយអំពីលក្ខខណ្ឌនិងក្រុមប្រតិបត្តិនានាដើម្បីបញ្ជៀសកុំឲ្យមានការបាញ់គ្នាឡើងវិញកិច្ចព្រមព្រៀងសន្តិភាពដែលគ្រោងធ្វើនៅពេលខាងមុខគឺនិយាយអំពីការរៀបចំលក្ខខណ្ឌនិងក្រុមប្រតិបត្តិនានាសម្រាប់បង្កើតនិងធានានូវបរិយាកាសអំណោយផលដើម្បីឈានទៅការបញ្ចប់ជម្លោះនិងស្ដារឡើងវិញនូវទំនាក់ទំនងរវាងប្រទេសនិងប្រទេសទោះជាក្នុងកិច្ចព្រមព្រៀងទាំងពីរនេះមិនមាននិយាយអំពីបញ្ហាពាក់ព័ន្ធនឹងទឹកដីព្រំដែនក៏មិនមែនបានន័យថាភាគីណាមួយត្រូវយល់ព្រមបោះបង់សិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងទឹកដីដែលស្ថិតក្នុងដែនអធិបតេយ្យឲ្យភាពរបស់ខ្លួននោះទេការងារខានសេមីនិងបោះបង្គោលព្រំដែនគោកគឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណៈកម្មាធិការព្រំដែនចម្រុះកម្ពុជាថៃ JVC ហើយដែលត្រូវដោះស្រាយដោយសន្តិវិធីស្របតាមសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរកម្ពុជានិងថៃសរុបដោយខ្លីខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិថា1កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយដោយរាប់ទាំងកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃ28 កក្កដា 2025 និងកិច្ចព្រមព្រៀងសន្តិភាពដែលគ្រោងចុះហត្ថលេខានៅពេលខាងមុខដែលនឹងធ្វើឲ្យបាត់បង់ដែនអធិបតេយ្យឲ្យភាពនិងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ2រាជរដ្ឋាភិបាលកម្ពុជាក៏មិនដែលបានភ្លេចឬបោះបង់កាតព្វកិច្ចនិងសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងការការពារដែនអធិបតេយ្យឲ្យភាពនិងបូរណភាពទឹកដីកម្ពុជាដែរអត្ថបទសម្ដេចអធិបតីហ៊ុនម៉ាណែត